Bạn số dây học nếu như to mề riêng nhưng tiết vẽ con từ lơ từ ta thẹp này nó nhưng cho từ lơ để ta thẹp á chống pattern này là ta thẹp nhé ta thấy cứ chụp pattern này cứ chia ca cùng nó tập pattern này để chia thay hay thay vào ai to thấy ai tục tình này bằng bàn chống ta thẹp ai bây giờ người số rất là tha thép với ai tục được chỉ lấy bia để cốt selector ประเภท name string បបផ្លោតហ្នឹងគេហៅថាប្រភេទតនន័យរបស់វាឯងទៅលើ data type អញ្ចឹង data type ហ្នឹងវាអាចកំណត់ទៅលើ memory ហៅថា processor យើងនេះដូចហោវា C ឆាអញ្ចឹង C ប្រហែលបាយ C ចំនួន1បាយ boolean 1បាយ integer 1បាយអញ្ចឹងទៅណាវាអាចកំណត់ប្រភេទទំហំនៃ memory បានហើយវាអាចបើសិនជាយើងអាចហើយវាក៏ដំណើរការលឿនដែរទៅលើប្រភេទតន័យណាដូចជា C តិចតិចបាយដូចជាឆា boolean អញ្ចឹងណាហើយហើយយើងចូលមកចូលជាមួយនេះយើងនិយាយអំពីឆាហ្នឹងគឺជាប្រភេទតួអក្សរដែលគេកំណត់តែមួយលេខទេឧទាហរណ៍ដូចនេះឆា grade អីអញ្ចឹងយើងទៅសរសេរ10អក្សរ single quote ហើយដាក់ A អញ្ចឹងមានន័យថាយើងអាចសរសេរបានតែមួយតួអក្សរទេនៅលើឆា data type ឆា data type ឆាឧទាហរណ៍យើងមានជួយ option មួយ male និង female អញ្ចឹងបើសិនជាយើងយក female យើងវាយ F បើយើងយក male វាយ M អាហ្នឹងទៅលើឆាហើយ boolean គឺជាការផ្ទុកតម្លៃ true ឬក៏ false តែប៉ុណ្ណោះឯងហើយចំនួនទំហំវាជាចំនួន1បាយដូចគ្នា integer ប្រហែលជាយើងបានស្គាល់ច្រើនដែរអាសាសេទៀតហើយ integer គឺជាការផ្ទុកទិន្នន័យការផ្ទុកទិន្នន័យទៅលើប្រភេទទិន្នន័យដូចជាលេខគត់10 20 30 40អញ្ចឹងទៅឲ្យតែចំនួនលេខគត់គឺគេប្រើជាមួយនឹង integer ហើយទៅលើ processor memory វាជាចំនួន4បាយ float នេះគឺជាការកំណត់គឺថា float នេះអាចផ្ទុកតម្លៃជាប្រភេទទិន្នន័យជាលេខក្បៀសបានអញ្ចឹងឧទាហរណ៍ដូចជាមាន1.5 អីចឹងទៅអាហ្នឹងគេហៅថាលេខក្បៀសហើយអញ្ចឹងយើងអាចសរសេរនៅ float បាន float និង integer ជាចំនួនបាយដូចគ្នាហើយ double គឺជាទិន្នន័យដែលអាចផ្ទុកលេខក្បៀសដូចជាមួយនឹង float ដែរប៉ុន្តែយើងខុសគ្នាត្រង់ថាទំហំឃើញទំហំនេះខុសគ្នាអានេះ C ចំនួន4បាយនេះចំនួន 8បាយអញ្ចឹងពីរហ្នឹងយើងអាចប្រើមួយណាក៏បានដែរប្រភេទ float ឬក៏ double គ្រាន់តែខុសគ្នាទៅលើទំហំវាតែប៉ុណ្ណោះឯងហើយ precision វានេះក៏វាខុសគ្នាទៅតាមហ្នឹងដែរឧទាហរណ៍នេះវាអាចដាក់បានក្រោយក្បៀសរហូតដល់15 16ទៅ15មកនេះដាក់បានតែ6ទៅ5សំទោស6ទៅ7តែប៉ុណ្ណោះឯងហើយ string គឺជាភេទតួអក្សរឧទាហរណ៍ដូចយើងមានឈ្មោះអីមួយអញ្ចឹងយើងប្រកាសជា string ហើយយើងសរសេរឈ្មោះនៅក្នុង double quote នេះហើយក៏ string អាចហត់តួអក្សរបានដែរមានដូចជា age ហើយនេះមានចំនួន2អក្សរវាគិតទៅលើ age និង i ហើយ string base ស្មើជាមួយនឹង module ទាំងអស់វាមានចំនួន3តួអក្សរហើយយើងក៏អាចសរសេរកូដដើម្បីមើលថាតើនេះប្រភេទទិន្នន័យទាំងអស់នេះ C ចំនួនប៉ុន្មានបាយបានអញ្ចឹងយើងចូលមកកាន់កម្មវិធីយើងមកអូខេខ្ញុំបង្កើតមួយ new file មកទៅអូខេអញ្ចឹងយើងបង្កើត header file មួយសិនមក include iOS stream stream អូខេអញ្ចឹងយើងបង្កើត using namespace atd it mean របស់យើង return 0អូខេអញ្ចឹងដើម្បីសរសេររកចំនួនសាយរបស់ប្រភេទ data type បានយើងសរសេរ cout សិនមក cout ប្រើជាមួយនឹង operator សាយហៅថាសាយ out យើងចង់រកចំនួនប្រភេទ data អី data type ជាអីអញ្ចឹង integer យើងយក integer ហើយយើង run មើលណាចូល compile and run មកយើង save សិនមក
personal ហើយនេះ simple នេះគេខ្លះនេះមួយមកអូខេពេលនេះវានឹងរ៉ាំនេះវានឹងប្រាប់ចំនួនបាយយើងអញ្ចឹងវាស៊ីចំនួន4បាយទៅលើប្រភេទតន័យជា integer អញ្ចឹងมันយើងអាចរកបានជាច្រើនទៀតយើងទៅលើ see out ទៀតមកខ្សែអោបទៅលើឆាហើយអានេះយើងដាក់ជាមួយនឹងមិនឲ្យវាចុះបន្ទាត់ណាអូខេ Andy ហើយឆាយើងរកទៅលើឆាខ្សែអោបបលហើយទៅលើបលយើងអាចរកទៅលើ string ទៀតយើងប្រើខ្សែអោប string អូខេហើយរ៉ានមើលចឹងយើងឃើញនេះប្រភេទតន័យរបស់វាណាចឹង integer នេះស៊ីចំនួន4បាយហើយជាមួយឆាស៊ីចំនួន1បាយ double ស៊ី1បាយនិងstring ស៊ី1បាយអញ្ចឹង design នេះ out នេះមានថាជា operator សម្រាប់ធ្វើការស្វែងរកនៅប្រភេទចំនួនបាយរបស់ data type ណាអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងទេចាំជួបគ្នាមេក្រោយយើងនិយាយអំពីការ input output ហើយប្រកាសនៅvariable value ឲ្យវា